គ្រូសាសេដ្ឋីខ្លាញ់ខ្លួនជាអ្នកក៏បើគោយន្តមកទទួលកូនចិញ្ចឹមនៅមណ្ឌលភ្លៀងធំយ៉ាងនេះជីគោយន្តទៅមិនរួចនឹងហើយក្មេងនេះពិតជាកម្មក្រាស់ណាស់តែក្មេងស្រីមិនបានរើសអើងទេនាងក៏ទៅតាមពួកគេពេលដល់ផ្ទះឃើញផ្ទះចាស់ជាងមណ្ឌលកំព្រាទៀតនាងមិនត្រឹមតែមិនចង់ចាក់ចេញថែមទាំងថាចេះតុបតែងផ្ទះអាចជួសជុលផ្ទះបានឆាប់គ្រូសាសេដ្ឋីគិតថារើសត្រូវមនុស្សហើយពួកគេក៏ឲ្យនាងយកនំប៉័ងចេញស្រាប់តែឃើញបន្តោងយកដ៏មានតម្លៃតាមពិតកាលពីម្សិលមិញពេលរើសគ្រូសាចិញ្ចឹមនាងចិត្តខ្មៅបានដណ្ដើមយកប្រអប់មាសហើយញាត់ប្រអប់នំប៉័ងមកឲ្យនាងជំនួសវិញរបស់ក្នុងប្រអប់កាន់តែមានតម្លៃតំណាងឲ្យគ្រូសាកាន់តែមានពេលឃើញជានំប៉័ងគ្រប់គ្នាបង្ហាញមុខរើសអើងភ្លាមនំប៉័ងនេះមានតម្លៃប៉ុន្មានទៅមើលទៅមិនមែនជាគ្រូសាអ្នកមានទេតែក្មេងស្រីមិនបានរើសអើងថែមទាំងអរគុណនាងចិត្តខ្មៅទៀតឃើញបែបនេះសេដ្ឋីប្តីប្រពន្ធសប្បាយចិត្តណាស់ពេលដល់វគ្គជួបអាណាព្យាបាលនាងចិត្តខ្មៅឃើញឪពុកម្ដាយនាងស្លៀកពាក់ក្រៀមក្រំក៏ធ្វើជាសុំទោសคล้ายខ្ញុំមិននឹកស្មានថាពួកគេក៏ចឹងទេស្លៀកពាក់បែបនេះចិញ្ចឹមកូនរស់អត់ឃើញចឹងអាណាព្យាបាលទាំងអស់ក៏នាំគ្នាសើចចំអកអ្នកមានម្នាក់សួរទៅនាយកមណ្ឌលថាការរើសគ្រូសាចិញ្ចឹមគ្មានលក្ខខណ្ឌកំណត់ទេហ៎នាយកមណ្ឌលក៏និយាយថាអាចបដូរគ្រូសាថ្មីឲ្យនាងបានសេដ្ឋីប្តីប្រពន្ធប្រាប់ថាបើនាងមិនព្រមពួកគេក៏មិនបង្ខំដែរពូមីងខ្ញុំព្រមទៅជាមួយពួកប្តីប្រពន្ធលឺហើយត្រេកអរណាស់នាងថាក្របន្តិចមិនអីទេឲ្យតែគ្រូសាខំប្រឹងទាំងអស់គ្នានាយកមណ្ឌលខឹងភ្លាមស្ដីឲ្យថានាងជាក្មេងអស់សង្ឃឹមបន្ទាប់មកប្តីប្រពន្ធក៏ទៅផ្ទះឲ្យកូនប្រុសស្លៀកពាក់ក្រទៅទទួលនាងជាមួយគ្នាពួកគេក៏បើកគោយន្តមកដល់មណ្ឌលនាងចិត្តខ្មៅក៏ចំអកឲ្យនាងថាមុខតែលំបាកហើយតែនាងមិនខ្វល់ទេក៏ចេញទៅជាមួយពួកគេយ៉ាងសប្បាយឯនាងចិត្តខ្មៅដែលទៅនៅផ្ទះអ្នកមានបែរជាត្រូវបងប្រុសអ្នកមានរើសអើងឲ្យនាងរត់កាត់ភ្លៀងទៅឡើងឡានខ្លួនឯងនាងចិត្តខ្មៅឃើញគ្រួសារនាងសប្បាយចិត្តក៏ខឹងយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏នាំនាងទៅផ្ទះចាស់នៅជនបទតែរៀបចំទុកម្ដាយក៏ប្រគល់បន្តោងយកប្រចាំត្រកូលឲ្យនាងថារបស់មានតម្លៃពេកមិនហ៊ានទទួលទេឪពុកប្រាប់ថាឲ្យតែជាកូនចៅផ្ទះនេះសុទ្ធតែមានបន្តោងនេះមួយនេះធ្វើពីត្បូងដែលលោកយាយទុកឲ្យគ្រប់គ្នាសុទ្ធតែមាននាងក៏ព្រមទទួលយកម្ដាយថាផ្ទះយើងក៏អាចនឹងលំបាកបន្តិចនាងថាខ្លួនមិនខ្លាចលំបាកទេឲ្យតែគ្រួសារនៅជុំគ្នាយ៉ាងសប្បាយផ្ទះនេះលំបាកខ្លាំងណាស់ខ្ញុំត្រូវតែខំប្រឹងរកលុយនាងមិនដឹងទេថាគ្រួសារកំពុងខ្លាញ់ខ្លួនថ្ងៃបន្ទាប់នាងខំប្រឹងលក់បន្លែរកលុយថ្ងៃមួយពេលកំពុងលក់ក៏ជួបនាងចិត្តខ្មៅស៊ូសៀវប៉ុន្មានឆ្នាំនេះនៅជនបទខ្លាចជាអ្នកលក់បន្លែពិតមែនណោះនាងចិត្តខ្មៅដែលបានទៅផ្ទះអ្នកមានគិតចង់ធ្វើបាបនាងក្នុងពិធីជប់លៀងស្អែកឡើងវីទូរស័ព្ទទៅនាងថានឹងទិញបន្លែក្នុងតម្លៃខ្ពស់គ្រួសារនាងត្រេកអរណាស់ស្មានថាប៉ះមួយធំពេលនាងដឹកបន្លែមកដល់បែរជាឃើញពិធីជប់លៀងរបស់នាងចិត្តខ្មៅឃើញនាងក៏ដើរមកចំអកឲ្យភ្លាមទើបនាងដឹងថាចាញ់បោកគេហើយប៉ុន្មានឆ្នាំនេះឯងធ្លាក់ខ្លួនដល់ថ្នាក់នេះផងកាលនោះនាយកមណ្ឌលរកផ្ទះថ្មីឲ្យឯងមិនព្រមគ្រប់គ្នាក៏នាំគ្នាសើចចំអកនាងសួរទៅនាងចិត្តខ្មៅថានាងទំនេរណាស់មែនទេបានជារៀបល្បិចមកមើងងាយគ្នានាងចិត្តខ្មៅនិយាយយ៉ាងឌឺដងថាមានតែខ្លួនទេទើបសម្រួលនៅសង្ឃហើយថាឲ្យនាងសុំតែដាំបន្លែនៅស្រុកស្រែពេលនោះកូនសេដ្ឋីម្នាក់ឃើញនាងមានសម្រស់ស្អាតក៏មកលូកលាន់ចង់បាននាងធានាថានឹងឲ្យរស់នៅស្រួលនាងតបថាឪពុកម្ដាយល្អចំពោះនាងណាស់មិនបាច់ឲ្យលោកបារម្ភទេអាសេដ្ឋីនោះក៏ខឹងច្រឡោតជេរនាងថាឲ្យមុខមិនយកនាងខ្ជិលនិយាយជាមួយក៏ដើរចេញតែនាងចិត្តខ្មៅហៅខាត់ថាថ្ងៃនេះគេរៀបចំកម្មវិធីរៃអង្គាសប្រាក់ឲ្យមណ្ឌលហើយឌឺថាមិនគិតបរិច្ចាគខ្លះទេហីនាយកមណ្ឌលឃើញហើយក៏និយាយថោកថាគុំឲ្យនាងនៅទីនេះនាំតែអាប់អន់ថាចិញ្ចឹមនាងមកខាត់បាយមើលតែការស្លៀកពាក់ដូចអ្នកក៏អានេះពិតជាធ្វើឲ្យខ្វក់កម្មវិធីមែននាងចិត្តខ្មៅប្រាប់នាយកមណ្ឌលថានាងនឹងបរិច្ចាគ3លានឲ្យមណ្ឌលហើយងាកមកឌឺនាងថាមណ្ឌលចិញ្ចឹមឯងជាច្រើនឆ្នាំឯងចង់បរិច្ចាគបន្លែលួយទាំងនេះហេស្របពេលនោះបងប្រុសនាងដឹងថានាងកំពុងនៅកម្មវិធីមណ្ឌលក៏ឲ្យកូនចៅយកកាដូធំទៅជូនក្នុងនាមអ្នកនាងធំឯនាងវិញបានត្រឹមតែដាក់បន្លែចុះហើយប្រាប់ថាឪពុកម្ដាយនាងដាំបន្លែមិនសូវមានលុយទេមានតែបន្លែទាំងនេះប៉ុណ្ណោះបានហើយឯងហ៊ានឲ្យតែខ្ញុំមិនហ៊ានទទួលទេនាងចិត្តខ្មៅក៏ទាត់កញ្ច្រែងបន្លែខ្ចាយពេញដីហើយថានេះជាបន្លែគ្មានអនាម័យបើក្មេងយកទៅញ៉ាំកើតជំងឺឈឺពោះធ្វើម៉េចនាយកមណ្ឌលស្ដីឲ្យនាងភ្លាមថាមិនដឹងគុណហើយនៅចង់មកធ្វើបាបក្មេងទៀតនាងប្រញាប់ចូលទៅពន្យល់តែនាយកមណ្ឌលមិនស្ដាប់ថែមទាំងច្រាននាងដួលហើយជន់កំទេចបន្លែដែលនាងខំដាំចេញទៅពេលនេះកាដូធំរបស់បងប្រុសនាងក៏មកដល់អ្នកនាងធំគ្រួសារឈឹងហ្វុងបរិច្ចាគជូនមណ្ឌលនៅទឹកប្រាក់100លានគ្រប់គ្នាឆ្ងល់ណាស់មហាសេដ្ឋីហើយឈឹងហេតុអ្វីបរិច្ចាគឲ្យមណ្ឌលពួកគេនាយកមណ្ឌលលំអៀងគិតភ្លាមថាសេដ្ឋីបរិច្ចាគដើម្បីនាងចិត្តខ្មៅពួកអ្នកលើកជើងក៏ស្មានថាដើម្បីនាងដែរក្អេងក្អាងពេញនឹងបន្ទាប់មកវាបែរមកមើលងាយនាងទៀតស្រាប់តែឃើញបន្តោងយកមានតម្លៃនៅនឹងក៏នាងបន្តោងនេះដូចរបស់លោកសេដ្ឋីស៊ូដែរលោកប្រុសអ្នកនាងត្រូវគ្រួសារស៊ីធ្វើបាបប្អូនខ្ញុំធុញនោះហើយមែនទេលោកប៉ានិងបងធំកំពុងមកហើយតែលោកប៉ាមានធុរៈបន្តិចខ្ញុំត្រូវទៅដោះស្រាយសិនចេញទៅនាងគ្រាន់តែជាអ្នកដាំបន្លែមិននឹងពាក់ព័ន្ធជាមួយសេដ្ឋីស៊ូបានណែឯងខ្វាក់ភ្នែកមែនទេ
លោកសៀសប្តាហ៍មុនលោកសេដ្ឋីស៊ូផ្ដល់បទសម្ភាសន៍ហើយថតឲ្យឃើញបន្តោងនេះខ្ញុំនៅថាគាត់ជាមនុស្សស្រឡាញ់គ្រួសារខ្ញុំចាំច្បាស់ណាស់វាពិតជាដូចបេះបិទមែនឈប់សិនសងខ្ញុំវិញប៉ាម៉ាក់ខ្ញុំប្រាប់ថាជារបស់លោកយាយទុកឲ្យជាត្បូងធ្វើឡើងសម្រាប់ខ្ញុំគ្រួសារកសិកររាប់ដំណើររបស់នាងមានរបស់ល្អចឹងទុកឲ្យដែរក្ររហាមសំបីកាដូក៏មានតែនំប៉័ងបែបនេះមានរបស់ល្អមកពីណានេះច្បាស់ជាបន្តោងคล้ายមានតែពូល្ងងទេដែលចាត់ទុកជាកាដូខ្ញុំថានាងប្រហែលធ្លាប់ឃើញបន្តោងរបស់សេដ្ឋីស៊ូណេណាក៏ធ្វើរបស់คล้ายមកបោកប្រាស់ក្នុងពិធីនេះហើយពួកថោកទាបនៅតែថោកទាបព័ត៌មានក៏មិនច្បាស់សេដ្ឋីស៊ូគ្មានកូនស្រីទេសំតែធ្វើជាចៅមួយជីវិតខ្ញុំអត់ទេឆាប់សងបន្តោងមកខ្ញុំវិញមនុស្សដូចនាងហ៊ានយកត្រកូលស៊ូមកបន្លំបោកប្រាស់ក្នុងកម្មវិធីសប្បុរសធម៌ខ្ញុំជាដៃគូសហការថ្ងៃអនាគតរបស់ត្រកូលស៊ូថ្ងៃនេះខ្ញុំត្រូវតែកំចាត់សម្រាមដូចជានាងត្រូវហើយលោកស៊ីនិយាយត្រូវណាស់មីក្មេងថោកទាបនេះច្បាស់ជាចង់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំនិងមណ្ឌលខ្ញុំអត់ទេខ្ញុំនិយាយការពិតចេះទៅសងបន្តោងមកខ្ញុំវិញមកខ្ញុំនឹងចេញទៅភ្លាមបើចង់បានវិញណាស់លុតជង្គង់សុំទោសសិនទៅក្រែងលោកខ្ញុំចិត្តល្អសងឲ្យវិញកុំសង្ឃឹមខ្ញុំមិនបានកុហកទេឆាប់សងមកខ្ញុំវិញនាងកើតនៅមណ្ឌលជំពាក់គុណនិយោគបែរជាខ្លួនឯងរស់នៅមិនស្រួលដើរលាបពណ៌ឲ្យគេទៅវិញគ្រាន់តែឲ្យលុតជង្គង់យកដល់មនោសញ្ចេតនាយើងហើយកុំឲ្យមុខមិនយកប្រយ័ត្នមើលអីយកធុងទឹកកកនិងស្រាមកឲ្យខ្ញុំសៀវសៀវមនុស្សចិត្តខ្មៅដូចនាងតែឲ្យគេជេរដល់ពូជពងគួរតែសាកល្បងរសជាតិទឹកកកត្រាំបំពង់កំដងមើលផឹករត់ផុយមីថោកខ្ញុំសុខចិត្តត្រៀមកាដូជូនលោកសៀនាងគ្មានសិទ្ធិឃុំខ្លួនខ្ញុំទេគ្មានសិទ្ធិខ្ញុំជាមនុស្សតកូលសៀស្រីស្រែដូចជានាងហ៊ានថាខ្ញុំគ្មានសិទ្ធិនៅក្នុងពិធីនេះអ្នកដែលមានសិទ្ធិជួយសេដ្ឋីស៊ូកំចាត់ជនបោកប្រាស់ក្រៅពីត្រកូលស៊ីមាននរណាទៀតឃើញថាជានារីម្នាក់ប្រហែលជាវង្វេងមួយពេលទេលើកលែងឲ្យទៅលើកលែងហេះខ្ញុំគ្រាន់តែឲ្យនាងលុតជង្គង់សារភាពព្រោះយល់ដល់មិត្តភាពរាប់ឆ្នាំកុំអីហៅប៉ូលីសមកចាប់យូរហើយស៊ីឈីងខ្ញុំមិនបានធ្វើខុសទេហេតុអ្វីនាងត្រូវមើលងាយខ្ញុំចឹងរបស់នេះនាងមិនបាច់យកទេកុំប៉ាម៉ាក់យកត្បូងដែលនៅសល់ធ្វើឲ្យខ្ញុំផ្ទាល់ដៃខ្ញុំត្រូវតែរក្សាវ៉ាផឹកទៅផឹកអស់មួយកែវហើយសងខ្ញុំវិញបាននៅទើបតែមួយកែវមិននឹងគ្រប់គ្រាន់កម្មវិធីសប្បុរសធម៌ចិត្តចាប់ផ្ដើមហើយផឹកបែបនេះដល់ពេលណាទៅតោះខ្ញុំជួយនាងឯងចង់ធ្វើអីស្មានថាឆ្អឹងរឹងប៉ុណ្ណាដើម្បីតែត្បូងអន់មិនតស៊ូសោះវាសំដែងទេចាក់ស្រាបែបនេះចង់សម្លាប់នាងឥឡូវនេះសងខ្ញុំបានឬនៅ
ចង់បានហេនាងពិតជាថ្លើមធំមែនហ៊ានបោកប្រាស់ដល់ក្បាលសេដ្ឋីស៊ូពិតជាមើងងាយមិនបានប៉ុន្តែរបស់คล้ายនេះកុំសង្ឃឹមអ្នកនាងតូចសាច់ចំអកនរណាហ៊ានប៉ះប្អូនស្រីត្រកូលស៊ូភាគក្រោយកាន់តែល្អមើលតោះមើលភាគបន្ត